អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីត្រូវបានឧត្តមស្រីតូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំនាំយកទៅឧបត្ថម្ភជូនប្រជានេសាទដែលមានជីវភាពលំបាកខ្វះខាត100គ្រួសាររស់នៅក្នុងតំបន់បឹងទន្លេសាបស្ថិតនៅក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី15ខែឧសភាឆ្នាំ2025ខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថារាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការសម្របសម្រួលប្រើប្រាស់របាំងសាច់អួនដែលមានប្រវែងវែងជាងមុនតែត្រូវអនុវត្តតាមទំហំកន្លានិងគម្លាតដែលបានកំណត់ឲ្យបានច្បាស់ត្រឹមត្រូវហើយមិនអនុញ្ញាតដាច់ខាតក្នុងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទនិងនេសាទក្នុងតំបន់លោកអភិរក្សពូជត្រីរួមទាំងតំបន់ដែលត្រូវបានហាមឃាត់ឧត្តមស្រីតូសំសុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានអរគុណដល់កម្លាំងចម្រុះអាជ្ញាធរដែនដីសមត្ថកិច្ចជំនាញរួមទាំងប្រជានេសាទដែលបានអនុវត្តបានល្អតាមច្បាប់ជលផលនិងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទរួមទាំងបានសនំពោដល់ប្រជាពលរដ្ឋទាំងអស់កុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួននិងបង្កផលវិបាកដល់ក្រុមគ្រួសាររួមទាំងសហគមន៍របស់យើងត្រូវចូលរួមអនុវត្តច្បាប់និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលតែដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបន្ទាប់មកឧត្តមស្រីតូសំសុនក៏បានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីជូនដល់ប្រជានេសាទក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមីជាតិ1កេសទឹកស្អ៊ីវទឹកត្រី2យួរត្រីខកំប៉ុង1យួរផងដែរហើយកំពង់ធំខ្ញុំវត្តថាធ្វើសេចក្តីរាយការណ៍